content creator ដែលសារតែខ្ញុំឆ្លងកាត់ DTS ដែរ A missionary to Cambodia and all the nations of the world ជំនាញផ្សេងៗនៅក្នុងសាលារៀន គួរធ្វើម៉េចជំហានបន្ទាប់ ដល់គ្នាឆ្ងល់អត់ថាមូលហេតុអីបានជាយុវជនគួរតែចូលរៀនសាលា DTS ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនដល់គ្នាឲ្យទៅស្ដាប់ឮមូលហេតុអីបានជាយុវជនយើងគួរតែចូលរៀនសាលា DTS សម្រាប់ខ្ញុំគិតថាគួរចូលរៀនសាលា DTS ដោយសារ ជីវៈមួយដែលជួយឲ្យយុវជនគាត់ស្គាល់ពីខ្លួនឯងដោយសារខ្ញុំផ្ទាល់ចប់ទី12ដំបូងខ្ញុំក៏បានឆ្លងកាត់ DTS ដែរហើយខ្ញុំក៏បានខ្លាចជា content creator ដោយសារតែខ្ញុំរៀនពីសាលា DTS ទៅខ្ញុំដឹងថាតើខ្ញុំគួរតែទៅផ្លូវណាបន្ទាប់ពីខ្ញុំចប់ទី12 ជួនកាលយើងអត់ទាន់ដឹងថាទៅសាកលរៀនអីគេបើយើងគ្រាន់តែរៀនជំនាញនៅសាកលដែលមិនទាន់យល់ពីតម្រូវការរបស់សង្គមហើយចេញទៅធ្វើការងារសង្គមក្នុងស្រុកក្រៅប្រទេសតែវាអត់លះ A young person should study DTS to find belonging and get trained in knowing God and making God known ព្រោះដោយសារតែសាលា DTS បង្រៀនគេឲ្យស្គាល់អំពីគោលបំណងក្តីសម័យនៅក្នុងជីវិតរបស់គេអ្វីដែលគេចង់ធ្វើមើលឃើញជំហានបន្ទាប់នៅអ្វីដែលខ្លួនចង់ធ្វើច្បាស់ថែមទៀតពីព្រោះពេលខ្លះយើងចប់ទី12ទៅយើងអត់ដឹងថាខ្លួនឯងចង់ធ្វើទៀតទេប៉ុន្តែសាលា DTS នឹងជួយបងប្អូនឲ្យមើលឃើញអ្វីដែលយើងគួរតែធ្វើបន្ទាប់ទៀតបង្កើនទំនុកចិត្តហើយនឹងធ្វើដំណើរមានបទពិសោធន៍ច្រើន យុវជនជាច្រើនដែលចប់វិទ្យាល័យហើយអត់ដឹងថាគួរធ្វើម៉េចជំហានបន្ទាប់អត់ដឹងថាតើខ្ញុំគួរធ្វើការងារនេះឬនេះខ្ញុំអត់ទាន់ដឹងជំនាញប៉ុន្តែពេលដែលយើងចូលរៀន DTS ធ្វើឲ្យយើងច្បាស់លាស់ចាំទៅរៀនធ្វើអ្វីដែលយើងចង់ធ្វើ ខ្ញុំគិតថាវាជាសាលារៀនមួយដែលល្អជាសាលារៀនមួយដែលជួយយើងអាចស្គាល់ជាមួយនឹងខ្លួនឯង នាំឲ្យយើងមានគោលដៅច្បាស់លាស់ហើយមួយទៀតយើងជួបមិត្តភក្តិថ្មីៗហើយយើងអាចបញ្ចេញនៅទេពកោសល្យគេហៅថាជំនាញដែលយើងអត់ដែលដឹងថាខ្លួនយើងមានជំនាញសោះមានច្រើនជាងនឹងទៀតតែបើថាចង់ដឹងថាមានអីផ្សេងថែមទៀតដល់តែរៀនសាលា DTS អរគុណបង